ថាបងពីមុនទៅណាម្នាយជិះយន្តហោះឲ្យសើ first class សើ business class ហើយទិញសម្ភារៈអីសតែចាតាន់សម័យទំនើបតែឥឡូវនេះបងលះច្រើនអញ្ចឹងមែនឬក៏អត់បំពេញឲ្យខ្លួនឯងច្រើនព្រោះខ្ញុំបដិបត្តិច្រើនទៅខ្ញុំអ្វីដែលខ្ញុំមកដល់សប្តាហ៍ថ្ងៃនេះអ្វីដែលខ្ញុំទម្លាក់គឺខ្ញុំទម្លាក់គេហៅទម្លាក់ ego បាទទម្លាក់ ego បានច្រើនគឺគេហៅអាត្មាអញ្ញោបាទដែលព្រះសម្មាសម្ពុទ្ធនៅក្នុងធម៌ពុទ្ធសម្ដែងថាពេលយើងយល់ធម៌យើងទម្លាក់អញបានច្រើនចាគឺ ego ភាសាអង់គ្លេសហៅ ego គឺយើងមានអំនួតខ្លួនឯងច្រើនអញ្ចឹងពេលខ្ញុំយល់ធម៌ពេលខ្ញុំប្រតិបត្តិគឺខ្ញុំទម្លាក់ចុះ ego ព្រោះអ្វីដែលធ្វើឲ្យយើងសប្បាយចិត្តហ្នឹងគឺខាងក្នុងបងណាតែពេលដែលខាងក្នុងយើងពេញលេញខាងក្នុងយើងទទួលស្គាល់ខ្លួនឯងអញ្ចឹងស្អីក៏អាចធ្វើឲ្យយើងសប្បាយចិត្តបានចាអញ្ចឹងដូចជាអ្វីអត់ចាំបាច់សង្រួមបានច្រើនគិតថាបើសិនជាយើងមិនចាំបាច់ទៅតាមពិតការដែលបំពេញឲ្យខ្លួនឯងនេះគឺបង្ហាញអញនឹងឯងបង្ហាញខ្លួនឯងហ្នឹងឯងតែពេលខ្ញុំរៀនធម៌ច្រើនទៅវាអត់ចាំបាច់ទៀតទេអាហ្នឹងមានក៏បានអត់ក៏បានអញ្ចឹងណាផ្លូវកណ្ដាលអញ្ចឹងទៅអ្នកដទៃមើលមកអត់សំខាន់ទេសំខាន់យើងស្គាល់ខ្លួនឯងហើយមើលខ្លួនឯងឃើញថាជាប់ណាអញ្ចឹងបើប្រៀបធៀបតិចទៅវាខុសគ្នាមិនបងវាស្រាលជាងមុនរីករាយជាងមុនឬមួយយ៉ាងម៉េចបងមិនមែនមានន័យថាទិញរបស់ទាំងអស់ហ្នឹងអត់រីករាយវាសប្បាយវារីករាយប៉ុន្តែគ្រាន់តែសួរមកថាវាស្រាលជាងមុនឬមួយយ៉ាងម៉េចពួកខ្ញុំជឿថាបងប្អូនដែលកំពុងស្ដាប់ហ្នឹងក៏ចង់ដឹងដែរស្រាលច្រើនត្រង់ឲ្យអត់ជាប់ជំពាក់បាទយ៉ាពេលខ្លះយើងទិញរបស់ច្រើនពេកយើងអត់ប្រើផងហ្នឹងបាទតែជាប់ជំពាក់អូមិនដឹងទុកណាហើយមិនដឹងធ្វើអីចុះហត់ចាត់ចែងឲ្យគេទៀតវាមានកាន់តែច្រើនកាន់តែពិបាកក្នុងការទុកដាក់ហើយដល់ពេលយើងដល់ពេលប្រើឧបេក្ខាទៅដូចថាយើងខ្ញុំចេះថ្លឹងថ្លែងច្រើនជាងមុនព្រោះពីមុនយើងប្រើតាមអារម្មណ៍ទេតែដល់ពេលបដិបត្តិសមាធិហើយអារម្មណ៍ទាំងអស់ហ្នឹងយើងអាចស្រួលបានច្រើនខ្ញុំអាចស្រួលបានច្រើនចិត្តធ្ងន់ជាងមុនបាទចាអ្វីដែលចាំបាច់មិនគិតអ្វីមិនចាំបាច់អត់គិតទេចាអញ្ចឹងគេងក៏លក់ស្រួល